ពីព័ន្ធ26សម្រាប់បងឬក៏អំពុំមីងណាខ្លះដែលគាត់អត់តន់ចេះក្នុងការផ្ដាច់កម្រងស៊ីមទូរស័ព្ទដៃមិនថា smart មិនថា Seca ទេអញ្ចឹងគឺលេខកូដរបស់វាគឺតែមួយទេអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបការផ្ដាច់កម្រងស៊ីមទូរស័ព្ទចល័តដែលនៅលើទូរស័ព្ទដៃយើងនៅក្នុងវីដេអូមុនគឺខ្ញុំបានធ្វើការបង្ហាញពីរបៀបការផ្ដាច់កម្រងស៊ីម smart និង Seca ដូចហើយអញ្ចឹងនៅតែមួយ phone អញ្ចឹងពីរបៀបការភ្ជាប់ពីរបៀបការផ្ដាច់គឺមិនពិបាកទេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកនរគ្នាក៏ចូលក្នុងកម្មវិធីទូរស័ព្ទដៃរបស់យើងមកចូលក្នុងកម្មវិធីទេអ្នកនរគ្នាមកដល់កន្លែងហ្នឹងអ្នកនរគ្នាក៏ធ្វើការចុចផ្កាយតាមខ្ញុំមកអ្នកទាំងអស់គ្នាដែលដាក់ផ្កាយ12000 1200អ្នកគ្នាបាទបែបហ្នឹងមកបាទអញ្ចឹងលេខកូដហ្នឹងគឺយើងអាចធ្វើការផ្ដាច់បានទាំង smart phone Seca ទាំង3ប្រព័ន្ធអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងចុចបញ្ចូលមកដោយសារនេះខ្ញុំផ្ដាច់កម្រងSIM ទូរស័ព្ទដៃ smart mid phone អ្នកទាំងអស់គ្នាអធិស្ឋានយើងចប់មកតិចបាទធ្លាប់ធ្វើតែ smart ទៅពេលអញ្ចឹងនិយាយតែ smart រហូតអញ្ចឹងមកដល់កន្លែងនេះយើងធ្វើការឃើញហើយកន្លែងនេះគេដាក់ថា2មាន2ចំណុចអញ្ចឹងយើងចុច apply មកយើងយកមួយណាអញ្ចឹងណាខាងលើគឺបង្ហាញឈ្មោះសេវាកម្មហើយខាងក្រោមគឺបញ្ចប់សេវាកម្មទាំងអស់អ្នកគ្នាអញ្ចឹងខ្ញុំយកលេខ2មកដោយសារយើងផ្ដាច់ទាំងអស់អ្នកគ្នាយើងមិនមើលមិនអីទេយើងចុច apply ខាងលើមកបាទបន្តមកទៀតមកដល់កន្លែងនេះយើងគេឲ្យមានជំរើសយើង3ទី1 digital ទី2ទូរស័ព្ទហើយទី3 mouse ស៊ីក្នុងទៅអញ្ចឹងខ្ញុំយកជំរើស digital មកលេខ1អ្នកនរគ្នាបាទយើងយកលេខ1មកបន្តមកទៀតមកដល់កន្លែងនេះយើងធ្វើការចុចបញ្ជាក់មកនេះបាទចុចបញ្ជាក់មកលេខ1អញ្ចឹងបើសិនជាអ្នកនរគ្នាគេតាមវីដេអូរបស់ខ្ញុំមានប្រយោជន៍ទៅកាន់អ្នកទាំងអស់គ្នាហើយអ្នកឲ្យធ្វើបានជោគជ័យអញ្ចឹងអ្នកនរគ្នាកុំភ្លេចចុច subscribe channel YouTube ឲ្យខ្ញុំម្នាក់មួយផងអ្នកនរគ្នាដើម្បីបានវីដេអូថ្មីនៅពេលខ្ញុំធ្វើការ upload នៅវីដេអូផ្សេងពីការចែកម្លែកចឹងណាអ្នកនរគ្នាសង្ឃឹមថាបងប្អូននឹងពេញចិត្តទេចោះបាទអញ្ចឹងយើងចុច apply មកអូខេបន្ទាប់ពី apply យើងនឹងឃើញកន្លែងនេះគេដាក់ថាអ្នកបានផ្ដាច់សេវាកម្ម digital ទាំងអស់បានដោយជោគជ័យហើយអញ្ចឹងអ្នកនរគ្នាមុននឹងធ្វើការបញ្ចូលលុយអ្នកនរគ្នាត្រូវតែធ្វើអញ្ចឹងសិនទៅដើម្បីកុំឲ្យបញ្ចូលលុយទៅគេកាត់អញ្ចឹងណាបើសិនជាយើងបញ្ចូល1ដុល្លារគេកាត់20សេន10សេនអញ្ចឹងទៅអញ្ចឹងអ្នកគ្នាឧស្សាហ៍ធ្វើវាអញ្ចឹងទៅមួយអាទិត្យឬក៏មួយខែយើងធ្វើ2 3ដងទៅដើម្បីយើងបញ្ចូលលុយទៅគឺមួយរៀលក៏ដឹងតែមួយរៀលពេញអត់មានការកាត់អីទេអញ្ចឹងណាអ្នកនរគ្នាអូខេអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតអ្នកទាំងអស់គ្នា